ដើមវាហើយនេះផ្លែនេះគឺជាផ្លែអូលីវបងប្អូនចាហើយនេះគឺជាដើមហើយនឹងផ្លែនិយាយទៅផ្លែអូលីវនេះវាផ្លែរបៀបនេះអូជ្រុះណាចានិយាយទុំចូលខ្លាំងមែនតើនេះចាផ្លែអូលីវនេះខ្ញុំដាំតាមរបៀបលក្ខណៈធម្មជាតិអញ្ចឹងហើយផ្លែវាអត់សូវធំទេបងប្អូនឃើញទូចទេប៉ុនម្រាមដៃយើងហ្នឹងប៉ុន្តែអានេះគេហៅថាធម្មជាតិពិតណាយើងអត់មានប្រើជាតិគីមីបាញ់ថ្នាំឬក៏អីទេនិយាយទៅស្រោចទៅទឹកទេមួយឆ្នាំចានេះផ្លែគេនេះឡើងខ្ជូតហ្មងណាទូចទេប៉ុន្តែយើងអានេះគេហៅថាលក្ខណៈធម្មជាតិចានេះផ្លែនិយាយទៅដល់ពេលប្រមូលផលហើយនេះផ្លែគេនេះចាគឺថាផ្លែចេះឯងពេលទៅទុំការពីវានៅខ្ចីវាខៀវដល់ទុំពណ៌ខ្មៅផ្លែអូលីវហ្នឹងចានេះមានទូចមានធំនិយាយទៅផ្លែនេះយើងដាំតាមរបៀបលក្ខណៈ organic តាមធម្មជាតិណាចាធម្មជាតិ 100% តែម្ដងឥឡូវនេះថ្ងៃនេះចេញមកប្រមូលផលដើម្បីយកធ្វើណែចម្រាញ់ធ្វើប្រេងអានេះគេមិនដឹងគេធ្វើអីបានខ្លះទេសម្រាប់ខ្ញុំទៅមិនថាបេះយកទៅសាកធ្វើប្រេងអូលីវសាកមើលចាប៉ុន្តែខ្ញុំឃើញគេធ្វើជ្រក់ផ្លែអូលីវអីដែរប៉ុន្តែខ្ញុំចង់ធ្វើប្រេងព្រោះអីផ្លែវាមិនសូវជាច្រើនហ្មងទេប៉ុន្តែវាបើយើងបេះទៅប្រហែលបានមកល្អីដែរណាបងប្អូនឃើញទេវាទុំខ្លាំងមែនតើគ្រាន់ប៉ះជ្រុះហ្មងហើយត្រូវមកសមមិញហ្នឹងវាខ្យល់ខ្លាំងទៀតដល់ជ្រុះក្រោមដើមហ្នឹងពេញឡើងរត់រាយពេញក្រោមដើមទាំងអស់នេះចានេះឡើងគ្មានសល់អីទេជ្រុះនៅសល់ជ្រុះហ្នឹងចង់ជាងពាក់កណ្ដាលនៅសមដល់ពាក់កណ្ដាលទេចានេះផ្លែគេនេះខ្ជូតដល់ផ្លែគេនេះចានេះឥឡូវបានមកដៃប្រមូលវាទៅធ្វើប្រេងអូលីវចាឥឡូវចាប់ដើមបេះហើយនេះបងប្អូនចា